ជំរាបសួរសួស្តីបងប្អូនកូនពុយទាំងអស់គ្នាមកបងបាយជុំគ្នាមួយម៉ាមីបងប្អូនបានស្លោបហៅតាពាំងស្លោបហៅតាពាំងភាសាតាពាំងបងប្អូនមានបន្លែពិសេសហ្នឹងជាកដោហើយនឹងស្បៃគៀនដំបងគៀនតែបាយអូឆ្ងាញ់រលេខដាក់ឃើញបងប្អូនយើងផ្សំគ្រឿងទៅបងប្អូនមិនបាច់បន្លែត្រូវទេបន្លែក៏បានគាត់ដាក់ល្អមើលអញ្ចឹងតែជាតិណាមិនចេញហើយបងប្អូនបងប្អូនកន្លែងផងដែរទេសភាពមកដែរដែរអើដែរប៉ុន្តែរូបភាពគាត់ដែរតែវីដេអូមេឃលៀងរហូតដល់ថ្ងៃ30ខែ3ហ្នឹងគឺមួយខែពេញតែដល់ភ្លៀងខាងមីហើយពួកបាយហ្នឹងស្មានថាក្បាលកំពូលដែរបានថតកើតបំអញ្ចឹងថតកើតវាមេឃទៅខាងចាញ់ចម្រោះអូនចាស់ចាស់និយាយអញ្ចឹងតែមើលមុខខ្ញុំអត់ដេកបានទេបងប្អូនដូចហាមស្ពូលបងប្អូនខ្ញុំនៅសល់តែ6ថ្ងៃទៀតខ្ញុំចុះទៅខ្មែរបងប្អូនខ្ញុំដេកបានបងប្អូនអត់ដឹងថាខ្ញុំនឹកប្រុសក្មេងឬយ៉ាងម៉េចទេបងប្អូនខ្ញុំមានប្រុសក្មេងណាតិចថាអត់ចោះចេញញ៉ាញ់ហ្មងចាប្រុសក្មេងមកមីចេញញ៉ាញ់នៅបាល់ដោះគោឡើយតើដាច់ទេមុខហ្នឹងមុខបបោកតែប្រុសហ្នឹងមិនមែនប្រុសក្មេងម៉មទេបងប្អូនណាគឺប្រុសចេញញ៉ាញ់ចាអាយុ2ខួបជាងហើយតែអត់ចេះស្ដីទេបងប្អូនអើយបើបរៀនវាឲ្យនិយាយចិននិយាយតែនិយាយខ្មែរបើអត់និយាយហ្មងមិនដឹងថាយ៉ាងម៉េចមកខ្មែរឆ្ងាញ់ម្ល៉េះតែខ្ញុំនៅជុំបងប្អូនខ្ញុំបងប្អូនហ្នឹងមែនមិនថាឡោបហាឡោកោឡោជួយទេស្លោតទេក៏មានអាគ្នា10នាក់ពោះបងងាន់មកក្រប2គ្រាប់ក៏តែមានបងប្អូនឲ្យជួបទេតែណៃខ្ញុំជួបហើយចឹងតែបានជីវិតរបស់ខ្ញុំពុកបែបសាមញ្ញអញ្ចឹងខ្ញុំនៅឃើញអនុស្សាវរីយ៍ខ្ញុំនៅជួបជុំគ្រួសារខ្ញុំគឺខ្ញុំពុកបែបហ្នឹងជឿក្តីសុខហើយក៏ចិញ្ចឹមខ្ញុំរហូតបានប៉ុណ្ណឹងប៉ុន្តែសម័យនេះពេលខ្ញុំជួបជុំកូនចៅខ្ញុំកូនចៅគេបើហូបឆ្ងាញ់យ៉ាងម៉េចយ៉ាងម៉ានេះជារឿងរបស់គាត់ដែលកាត់ជំនួយចំពោះម្ដាយតែបើឲ្យខ្ញុំភ្លេចទៀតដើមខ្ញុំអត់ភ្លេចទេបងប្អូនហើយមើលទីមើលចង់ឃើញតែថាផ្លែបើរូបមួយចេញតែសុខបំផុតពេលយើងហូបខ្មែរខ្ញុំទៅសើបងប្អូនកូនខ្មែរយើងទៅដល់នៅប្រទេសណាក៏ដោយមិនថាគេមិនថាខ្ញុំតែងតែធ្វើម្ហូបខ្មែរហូបកូនអូនទាំងអស់គ្នាមុននឹងសម្រេចចិត្តយកប្តីជនបរទេសក្រៅពីជនជាតិខ្មែរយើងខ្លួនឯងទីមួយទៅសួរថាហូបម្ហូបគេកើតអត់រស់នៅចូលសម្រងជាមួយនឹងគេអត់ទីមួយភាសាម្ហូបអរិយធម៌សម្រាប់ធ្នាប់ក្នុងគ្រួសារលុយកាក់កូនយល់ច្បាស់ណាជួនកាលគេបើកប្រាក់ខែមកគេឲ្យយើងទាំងអស់ជាទុកឯប៉ុន្តែយើងចំណាយទាំងអស់ពេញមួយឆ្នាំបែរចែកច្បាស់ហើយហ្នឹងតែចំពោះខ្ញុំអត់ចង់ប៉ះពាល់លុយប្តីទេប៉ុន្តែណាប្តីអ្នកឲ្យចាពេលដែលគេឲ្យលុយយើងទាំងអស់គឺចំណាយក្នុងគ្រួសារមានស្អីខ្លះទឹកភ្លើងអង្គអំបិលប៊ីចេងកាប៉េកំប៉ុងហូបចុកបីសពបែបយ៉ាងទាំងអស់តាំងពី Wi-Fi តាំងពីសម្រាប់អស់អាចអស់នោមក្នុងមួយឆ្នាំធ្វើចំណាយអស់ប៉ុន្មានចានឹងលុយប្តីតែបើសិនជាយើងឆ្លាតយកប្រាក់ខែពីប្តីមកបានជួយគ្រួសារនៅស្រុកខ្មែរទៀតហ្នឹងចំពោះកូនអូនទាំងអស់គ្នាដែលយកប្តីជនបរទេសចាកុំចង់កាន់លុយគេកុំចង់បានលុយពីគេសំខាន់សុំប្រាក់ខែមកវិញម្នាក់ឯងឆ្លាញ់ខ្ញុំចង់រស់នៅមួយខ្ញុំឲ្យប្រាក់ខែខ្ញុំមកមួយខែឲ្យខ្ញុំបានយកប៉ុណ្ណឹងហើយយើងក៏ធ្វើការរកស៊ីធ្វើការខ្លួនឯងដែរមិនមែនដេកចាំអាប្រាក់ខែប្តីឲ្យទេចាកូនបើកុំចោលតិចធ្វើខ្លួនឲ្យគេរស់ខ្វះយើងមិនបានកុំធ្វើខ្លួនឲ្យអ្នកណាក៏បានយើងកុំធ្វើអញ្ចឹងពីមុនមកខ្ញុំគិតដល់រឿងហ្នឹងដល់ពេលខ្ញុំជួបប្តីថ្ងៃ10ឆ្នាំទៀតបានខ្ញុំនឹកឃើញអូពាក្យហ្នឹងការពិតដូចចាស់និយាយមែនកុំធ្វើខ្លួនអ្នកណាក៏បាននាងស៊ូធ្វើខ្លួនឲ្យអ្នកណាក៏ចង់បាននាងចាមិនខ្ញុំអស់ចាទេតែព្រះយេស៊ូវគង់នៅជាមួយខ្ញុំព្រះអង្គអស់ចានៅក្នុងភូមិខ្ញុំរស់នៅហ្នឹងបើសិនខ្ញុំមានកូនកំមុំ50នាក់គ្រប់កូនកំឡោះនៅភូមិហ្នឹងអត់គ្រប់ដែរស្អែកគេមើលពីឃើញទាំងធ្វើការរស់នៅរបស់ខ្ញុំអត់ចេះឆ្វេងឆ្វាយទៅផ្ទះអ្នកដតីគេមើលឃើញពីផលប្រែការរស់ស៊ីរបស់ខ្ញុំនិងសង្គមគ្រួសារការរស់នៅចានៅក្នុងភូមិនេះគេមិនដែលសរសើរឲ្យខ្ញុំដឹងទេឬក៏ប្តីខ្ញុំដឹងដែរប៉ុន្តែពេលដែលខ្ញុំទៅខ្មែរហើយគេប្រាប់បងថ្លៃខ្ញុំថាបើសិនជាបងអូនអ្នកឯងបាត់បង់ប្រពន្ធហ្នឹងឲ្យវិញក៏ដើររទៅអត់បានប្រពន្ធដូចជាបងអូនថ្លៃអ្នកឯងទេបងអូនថ្លៃអ្នកឯងតែដែលរស់នៅអ្នកជិតខាងគេនិយាយប្រាប់គាត់ណាគឺពិសេសណាស់ចង់និយាយថាស្ត្រីក្នុងលោកគេនិយាយចឹងគេថាអរគុណហើយប្រពន្ធបងអូនថ្លៃអ្នកឯងកូន4នាក់ហើយបាត់បានមកជួបបងអូនអ្នកឯងប៉ុន្តែអ្នក4អ្នកដែលមានកូន4នាក់មុនហ្នឹងសិតអ្នកខ្វះភ្នែកដែលមើលបងអូនថ្លៃអ្នកឯងឃើញល្អប៉ុន្តែឥឡូវនេះសំណាងបំផុតគឺបងអូនអ្នកឯងបានទទួលស្ត្រីដែលមានពោគេនិយាយចឹងបងថ្លៃខ្ញុំទៅសេសារប្រាប់បងប្អូនខ្ញុំរំភើបមានអីក្រៅពីរំភើបឯងខ្ញុំដឹងថាម៉េចខ្ញុំនិយាយពាក្យថាសៀសតាចាបានន័យថាអរគុណអ្នកទាំងអស់គ្នាគឺខ្ញុំនិយាយតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលាហើយជួបគ្នាវីដេអូក្រោយពាក្យពេចន៍នឹងការនិយាយស្ដីបើសិនណាខុសទោះអ្វីសូមអធិស្ឋានសូមអភ័យទោសហើយការដែលសរសើរអំកម្មទាំងអស់ខ្ញុំសូមថ្វាយសេរីល្អទៅព្រះយេស៊ូវជាព្រះដ៏ខ្ពស់បំផុតខ្ញុំមិនមែនជំនួសល្អទេប៉ុន្តែអ្វីដែលល្អដែលនៅក្នុងខ្ញុំនេះគឺមានព្រះវិញ្ញាណបរិសុទ្ធនៅជាមួយខ្ញុំដឹកនាំចិត្តខ្ញុំហើយនឹងមួយថ្ងៃទៅមួយថ្ងៃគឺព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានពរដល់ខ្ញុំនិងជីវិតខ្ញុំក្រុមគ្រួសារកូនចៅខ្ញុំទាំងអស់គ្នាព្រះយេស៊ូវជាព្រះពិតណាបងប្អូន